นอมนอนจิกะสกอมันเนี่ยมีอายุ44 ឆ្នាំគាត់បានរងគ្រោះពីការភ្នែកក្នុងសង្គ្រាមនាឆ្នាំ1973នៅខេត្តកំពង់ស្ពឺសពថ្ងៃនេះទោះបីជាគាត់ពិការភ្នែកទាំងសងខាងក៏ដោយក៏គាត់មិនបានដើរសុំទានគេឡើយពូណនបែរជាសម្រេចចិត្តប្រកបមុខរបរមួយដ៏អស្ចារ្យទៀតផងនោះគឺរបរឡើងត្នោតរៀងរាល់ព្រឹកនៅឃុំឆក់ឈើនាងស្រុកអង្គស្នួលខេត្តកណ្ដាលនំននរៀបចំប្រដាប់ប្រដាបំពង់ឫស្សីមួយអមរែកនៅលើស្មាកាំបិតជាតិចង្កេះពូតែងតែភ្ញាក់ពីព្រលឹមដើម្បីទៅឡើងត្នោតឆ្នាំ79ឡងមកគេនោះជីវភាពយើងខ្វះខាតមិនដឹងមុខរបរចាប់រយឃើញបងអូនខ្ញុំក៏ឡើងត្នោតពេលនោះខ្ញុំក៏បានដើរជាមួយបងអូនខ្ញុំរហូតមកវាអ្នកចេះស្រាប់គេឡើងខ្ញុំក៏ដើរតាមជាមួយរួចនឹងហើយក៏ខ្ញុំនឹកឃើញអនាគតខ្ញុំទៅមុខដឹងមុខរបររស៊ីអីក៏ខ្ញុំសុំបងអូនខ្ញុំរៀនឡើងគៀបរៀនចិត្តមើលព្រោះជាដៃខ្ញុំពិការតែចិត្តថ្នោតកើតបើចិត្តកើតខ្ញុំអាចរៀនឡើងគៀបដល់នេះខ្ញុំយកចិត្តទុកដាក់ក៏រៀនចេះមករហូតសពថ្ងៃហ្នឹងមកកាលណាគាត់មានដើមថ្នោតថ្មីសម្រាប់ធ្វើគាត់ត្រូវការឲ្យភរិយារបស់គាត់ជួយនាំផ្លូវក្រោយមកគាត់អាចចាំផ្លូវបានដោយខ្លួនឯងអ្វីបើភ្នែកគាត់ពិការមើលមិនឃើញក៏ដោយប៉ុន្តែពូណនអាចរកឃើញផ្លូវទៅកាន់ដីស្រែនិងដើមត្នោតរបស់គាត់បានអ្នកជិតខាងរបស់គាត់បានរៀបរាប់ថាពូណនអាចធ្វើត្នោតបានច្រើនជាងគេក្នុងភូមិឆក់ឈើនាងព្រោះគាត់ធ្វើការមិនស្គាល់យប់មិនស្គាល់ថ្ងៃឡើយជាមួយនឹងដើមត្នោត20ដើមពូណនអាចផលិតស្ករបាន20គីឡូក្រាមក្នុងមួយថ្ងៃលោកពូញ៉ែមខៅបងជីដូនមួយរបស់គាត់បានមានប្រសាសន៍ថាក្រដែរហើយវានោះក៏វាពិបាកហើយណាមួយពិបាកទាំងអស់គ្នាម្ល៉េះខំជួយឲ្យវាចេះទៅវាដើម្បីវាបានជួយជាខ្លួនវាសម្រាប់កសាងអនាគតវានោះវាពិបាកដោយសារវាងឹតបើភ្លឺដូចខ្ញុំមិនទៅបាក់តែទោះវាល្ងឹតពិបាកនឹងរដើមនឹងគៀបមុនដំបូងវាអត់ទាន់ដល់គេថាចេះបាទវាបាក់រាវបើពីងបើពើមិនដូចខ្ញុំវាលឺអញ្ចឹងវាស្រួលដឹងតែថ្នោតហ្នឹងវាផ្កាល្មមគៀបហើយនៅញីឬឈ្មោលដើមទៀបដូចខ្ពស់ឡើយខ្ញុំចាបង្ហាញវាប្រាប់វាដើមនេះចំណេះអានេះចេះទៅវាក៏អាចចំណាំបានខ្លះអញ្ចឹងដែរពូណនមិនគិតតែធ្វើថ្នោតតែមួយមុខប៉ុណ្ណោះទេគាត់អាចជួយដាំបាយរែកទឹកលក់ស្ករគ្រាប់និងជួយលើកភ្លឺស្រែប្រពន្ធរបស់គាត់បានទៀតផងលើសពីនេះពូណនអាចបំបក់កង្កែបម្ដងម្កាលបានដែរផ្ទុយទៅវិញសកម្មភាពរបស់គាត់ខាងលើត្រូវបានអ្នកភូមិខ្លះរិះគន់ចំពោះបញ្ហានេះប្រពន្ធរបស់គាត់អ្នកមីងរុនញ៉េនមិនជាចាប់អារម្មណ៍ណាស់ណាឡើយខ្ញុំសម្រាប់ចិត្តយកគាត់តាំងពីឆ្នាំ1986ខ្ញុំអត់ខ្លាចគេសើចមើងយាយមើលថោកឲ្យខ្ញុំទេខ្ញុំសម្រេចចិត្តថាយកគាត់ចាធម្មតានេះធ្វើម៉េចមើលគាត់ពិការហើយខ្ញុំចេះអត់ធ្មត់ទៅរឿងខឹងជីបាអីចេះអត់យកអោនគាត់ចឹងទៅធ្វើម៉េចមើលគាត់ពិការភ្នែកហើយខ្ញុំទៅពឹងគេដោយគេអ្នកភ្លឺមិនកើតជួយពេលណាឃើញខ្ញុំពិបាកទៅគាត់ជួយរែកទឹកចឹងទៅដាំបាយដាំអីចឹងទៅធ្វើអីមកចប់ដែរហ្នឹងគាត់ហ្នឹងដូចទៅតាមផ្លូវចឹងទៅមានជួបបងប្អូនយើងថាគេមើលឃើញថាអូវិការយ៉ាងនេះហើយក៏ខំហ៎បងប្អូនខាងមកលហេតុខ្ញុំអត់មានអាចទីពឹងសម្បាកវេទនាយ៉ាងម៉េចដែរខ្ញុំសុខចិត្តឡើងថ្នោតហើយជួបដើរទៅមុខទៅទៀតចឹងទៅថ្ងៃគេមានបងប្អូនមួយចំនួនមកជួបខ្ញុំអូបងឯងមិនទៅដើរសុំគេវិញថាអត់អីលពូខ្ញុំសុខចិត្តដើរដួលអីវាស្រែចាស់រឿងសុំទៀនខ្ញុំដាច់ខាតខ្ញុំមិនសុំកាលពីមុនពូណនធ្លាប់បានគិតធ្វើអតិថិជាច្រើនសារក៏ប៉ុន្តែគាត់គ្មានពេលណាអាចសម្រេចតាមបំណងនេះឡើយសប្តាហ៍ថ្ងៃនេះពូណនមានកូនប្រុសមួយដែលនឹងអាចស្នងមុខរបររបស់គាត់នៅពេលណាគេធំឡើងនៅពេលនោះពូណនអាចនឹងឈប់សម្រាកពីការងារឡើងត្នោតជាស្ថាពរ
ដើមត្នោតមានអាយុកាលច្រើនពាន់ឆ្នាំមកហើយក៏ជាអត្តសញ្ញាណសម្រាប់ជាតិខ្មែរយើងផងដែរវាផ្ដល់ផលប្រយោជន៍ច្រើនណាស់ដល់ប្រជាពលរដ្ឋយើងដូចជាដើមនិងស្លឹកជួយផ្នែកសំណង់ផ្សេងទឹកត្នោតច្នៃជាស្ករឬធ្វើជាទឹកត្នោតជូរសម្រាប់ភេសជ្ជៈប្រចាំថ្ងៃរបស់កសិករទឹកត្នោតជូរឬសាទឹកត្នោតជាភេសជ្ជៈមួយបែបរបស់ខ្មែរយើងមានតាំងពីបុរាណមកម្ល៉េះប៉ុន្តែឥឡូវនេះស្រាទឹកត្នោតដែលប្រជាពលរដ្ឋយើងធ្លាប់ឃើញកន្លងមកមានលក្ខណៈថ្មីស្រឡាងខុសប្លែកពីគេហើយក៏ជាការតាក់ទាញអារម្មណ៍ថ្មីស្រឡាងរបស់ជាតិយើងផងដែរពេលនេះស្រាទឹកត្នោតឬទឹកត្នោតជូរត្រូវបានគេកែច្នៃឲ្យមានលក្ខណៈទំនើបដើម្បីធានាគុណភាពខ្ពស់ជាងមុនដោយបញ្ចូលក្នុងដបវិញម្ដងការច្រកទឹកត្នោតជូរក្នុងដបផ្ដើមឡើងពីការរកឃើញនៅរូបមន្តថ្មីរបស់សិប្បកម្មឈ្មោះ Naga ជាសិប្បកម្មរបស់ខ្មែរយើងបង្កើតឡើងដោយក្រុមជំនាញផ្នែកចំណីអាហារដែលបានបញ្ចប់ការសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាយើងចង់ជួយឲ្យជាតិយើងមានមោទនភាពតាមរយៈផលិតផលដែលដូនតាយើងបានបង្កើតមកជាយូរមកហើយដូចជាទឹកត្នោតជូរក៏ដូចជាទឹកខ្មេះទឹកត្នោតជាដើមដែលដូនតាយើងបានចេះធ្វើចេះផលិតប្រើប្រាស់អស់រយៈពេលរាប់ពាន់ឆ្នាំហើយឥឡូវនេះយើងកែច្នៃវាឲ្យទៅជាផលិតផលដែលមានគុណភាពល្អមានលក្ខណៈធម្មជាតិវិកខ្ចប់ស្អាតបាតសមរម្យដែលអាចលក់នៅក្នុងទីផ្សារក្នុងស្រុកក៏ដូចជាទីផ្សារអន្តរជាតិធ្វើឲ្យប្រទេសយើងមានរូបិយធម៌អន្តរជាតិសម្រាប់ឲ្យ GDP របស់ប្រទេសយើងមានការកើនឡើងក៏ដូចជាបង្កើតការងារនៅតាមជនបទផងដែរសិប្បកម្មស្រាទឹកត្នោតធម្មជាតិស្ថិតនៅឃុំសំរងលើស្រុកអង្គស្នួលខេត្តកណ្ដាលហើយបានដំណើរការជាង2ខែមកហើយវាជាគម្រោងដ៏ស្មុគស្មាញហើយក្រុមវិស្វករបានធ្វើការសិក្សាជាច្រើនឆ្នាំកន្លងមកទើបទទួលជោគជ័យនៅក្តីស្រមៃបែបនេះគម្រោងបានដំណើរការគឺអាស្រ័យដោយទុនពីក្រុមមិត្តភ័ក្តិជាអតីតនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាហើយពួកគេបានប្រញាប់ប្រញាល់សហការគ្នាដើម្បីធ្វើយ៉ាងណាឲ្យស្រាទឹកត្នោតក្នុងដបចេញជារូបរាងនៅទីនេះសិប្បកម្មទិញទឹកត្នោតមិនទាន់ឆ្នៃពីបណ្ដាកសិករដែលរស់នៅក្នុងភូមិក្នុងតំបន់ហើយបានផលិតស្រាទឹកត្នោតជាច្រើនរយដបក្នុងមួយថ្ងៃដែលតម្លៃលក់ក្នុងទីផ្សារគឺ 1,500 រៀលក្នុងមួយដបគុណភាពរបស់វាគឺមានរយៈពេល1ឆ្នាំគឺវាខុសពីទឹកត្នោតជូរធម្មតាដែលមានអាយុតែ2ឬ3ថ្ងៃប៉ុណ្ណោះអ្វីត្បិតតែបច្ចេកវិទ្យាមិនទាន់មានលក្ខណៈទំនើបមែនតែវាផ្ដល់នូវភាពទុកចិត្តមួយដល់អ្នកនិយមស្រាទឹកត្នោតទាំងផ្នែកគុណភាពនិងអនាម័យក្នុងការផលិតទឹកត្នោតជូរនេះជាដំបូងគឺយើងយកទឹកត្នោតដែលស្រស់ៗបាទបើទឹកត្នោតណាដែលមានបញ្ហាយើងអាចយកមកធ្វើបានទេបន្ទាប់មកយើងយកបំពៅមេវារយៈពេល1អាទិត្យយើងគ្រប់ត្រូលវាជារៀងរាល់ថ្ងៃដើម្បីឲ្យជាតិជូរវាបន្ទាប់ពីហើយយើងចាប់ដើមយកចូល filter នេះយើងយកច្រោះវាបាទមុននឹងច្រកវាណាបាទយើងបញ្ចូល filter វាដើម្បីឲ្យសម្រាប់ច្រោះមេរោគជាច្រើនហើយបន្ទាប់ពីយើងច្រកចូលដល់ហើយយើងដាក់ចូលក្នុងកន្លែងអាង pasteurize នេះដើម្បីសម្រាប់បាក់តេរីច្រើនកុំឲ្យវាបាក់កកក្នុងទឹកត្នោតរបស់យើងជាយើងឃើញថាស្តង់ដារវាគឺតែនេះគ្រប់គ្រាន់បាទប្រទេសកម្ពុជាមានដើមត្នោតប្រមាណ3លានដើមគ្រាន់តែវត្ថុធាតុដើមមួយមុខប៉ុណ្ណោះអាចផ្ដល់ផលប្រមាណ15លានដុល្លារក្នុងមួយឆ្នាំនិងអាចជួយដល់កសិករប្រមាណ 75,000 នាក់ប៉ុន្តែគួរឲ្យសោកស្ដាយដោយប្រទេសយើងមានកង្វះខាតធនធានមនុស្សយើងពុំអាចប្រមូលផលតាមសេចក្តីត្រូវការនោះទេគេសង្កេតឃើញកន្លងមកដើមត្នោតខ្មែរកំពុងរងការគំរាមកំហែងដោយការកាប់រំលំដោយខុសច្បាប់ការកាប់ដើមត្នោតនឹងប៉ះពាល់ដល់បរិស្ថានក៏ដូចជាសង្គមផងដែរការផលិតស្រាទឹកត្នោតមិនមែនបង្កើតឡើងដើម្បីតម្រូវសេចក្តីត្រូវការតែអ្នកនិយមចូលចិត្តតែប៉ុណ្ណោះទេតែជំរុញឲ្យកសិករខ្មែរយើងបញ្ឈប់ការកាប់ដើមត្នោតតទៅទៀតខាងខ្ញុំយល់ឃើញថាសប្តាហ៍ថ្ងៃនេះដើមត្នោតកំពុងតែជួបបញ្ហាកាប់ដើមត្នោតរំលំដើម្បីយកទៅធ្វើស្អីផ្សេងហើយខ្ញុំយល់ថាការនេះនឹងធ្វើឲ្យអស់ដើមត្នោតនៅស្រុកខ្មែរដូច្នេះហើយទើបពួកខ្ញុំរិះរកមធ្យោបាយយ៉ាងណាដើម្បីការពីអភិរក្សដើមត្នោតដែលជាព្រលឹងរបស់ជាតិខ្មែរយើងពួកខ្ញុំដែលជាអ្នកមានឯកទេសខាងចំណីអាហារក៏បានកែច្នៃទឹកត្នោតផ្អែមឲ្យទៅជាទឹកត្នោតជូរនិងទៅជាទឹកខ្មេះដើម្បីធ្វើយ៉ាងណាឲ្យកសិករ
អាចយកទឹកថ្នោតផ្អែមមកលក់ឲ្យយើងពេលនោះគាត់នឹងលេងកាត់ដើមថ្នោតទៅទៀត ស្រះទឹកត្នោត Naga កំពុងទទួលការគាំទ្រជាច្រើនពីប្រជាពលរដ្ឋក៏ដូចជាជនបរទេសមួយចំនួនដែលមកធ្វើទេសចរណ៍នៅកម្ពុជាសិប្បកម្មសង្ឃឹមថាផលិតផលរបស់ខ្លួននឹងអភិវឌ្ឍឲ្យមានទ្រង់ទ្រាយធំនិងសង្ឃឹមពង្រីកទីតាំងនៅតំបន់ផ្សេងៗទៀតនៅក្នុងប្រទេសសពថ្ងៃទីផ្សារទឹកត្នោត Naga មានលក់នៅភ្នំពេញខេត្តសៀមរាបនិងទីក្រុងព្រះសីហនុ តាំងពីព្រលឹមទល់ព្រលប់គេឮតែសំឡេងញញួរនិងពន្លៀកមិនដាច់សូរសោះ4ខែកន្លងមកហើយនៅក្នុងបរិវេណវត្តព្រែកប្រាំងដែលស្ថិតនៅតាមផ្លូវទៅឧដុង្គស្រុកពញាលឺគេឃើញមានរោងជាងចម្លាក់ថ្មកែវមួយដែលនៅក្នុងនោះកូនជាងធ្វើការយ៉ាងញាប់ដៃញាប់ជើងហើយយ៉ាងម៉េចដែរក្រុមរបស់ខ្ញុំមិនមែនក្រុមសមាគមទេបងគឺយើងធ្វើដោយអាជីពមួយតូចនៅក្រុមគ្រួសាររបស់ខ្ញុំហ្នឹងគឺសត្វតែក្មេងកំព្រាការពីបើកជាអាជីពហ្នឹងគឺអង្គការបដោះបដាលអង្គការ Skip នៅខេត្តពោធិ៍សាត់ព្រះចៅអធិការវត្តព្រែកប្រាំងសម្ដេចព្រះឧត្តមបញ្ញាដងផង់កំពុងកសាងព្រះពុទ្ធដេមាករមួយអង្គដែលមានភ្នែន5ម៉ែត្រកន្លះកម្ពស់6ម៉ែត្រអំពីថ្មភក់ភារកិច្ចរបស់ក្រុមចម្លាក់ថ្មដែលមានសមាសភាពសុទ្ធតែជាស្ត្រីនេះគេឆ្លាក់ថ្មធ្វើក្បាច់ដើម្បីបិទបល្ល័ង្កព្រះមួយអង្គនេះតាមការប៉ាន់ស្មានគេត្រូវការថ្មចំនួនប្រមាណជាង200ផ្ទាំងនៅព្រះរាជាណាចក្រកម្ពុជាសម្បូរភ្នំដែលមានថ្មច្រើនប្រភេទខ្លះជាប្រភេទថ្មភក់ខ្លះជាថ្មបាយក្រៀមខ្លះជាថ្មកែវមានតែខេត្តពោធិ៍សាត់មួយទេដែលសម្បូរថ្មកែវគឺនៅស្រុកក្រវាញប្រជាជននៅទីនោះមានរបរឆ្លាក់ថ្មកែវជាច្រើនដំណរមកហើយការរយៈយើងរៀនវា3ឆ្នាំក្នុងម្នាក់ចេះបាន2ផ្នែកចេះអប្សរានិងប្រក់នាគចាមួយផ្នែកទៅចេះនាងបកបានតែមួយផ្នែកទេចាផ្សេងពីគ្នាគឺកដៀតក្អមចាក្រៅពីនាងមកធ្វើតាវដំរីគឺផ្សេងពីគ្នាទៀតមិនអាចធ្វើក្នុងជាងម្នាក់បានទៅ2 3រូបគាត់បានទេបានតែត្រឹម1ហើយនឹង2ទេប្រជាជនខ្មែរជាពុទ្ធសាសនិកម្នាក់បានខិតខំកសាងវត្តដើម្បីសន្សំកុសលផលបុណ្យរៀងៗខ្លួនរីឯទីវត្តអារាមគឺជាទីពឹងពំនាក់របស់ជនគ្រប់រូបមិនរើសមុខឡើយអ្នកស្រីប៉ៅស៊ីនធីនិងកូនជាងគាត់បានឆ្លៀតឱកាសក្រៅពីកិច្ចការស្នូលឆ្លាក់វត្ថុអនុស្សាវរីយ៍ខ្លះដើម្បីរកកម្រៃសម្រាប់ដោះស្រាយជីវភាពជាងចម្លាក់ព្រះពុទ្ធដេមាករសុទ្ធតែបានសិក្សាពីអត្ថន័យនៃរូបនីមួយៗយ៉ាងច្បាស់លាស់ព្រះមានច្រើនប្រភេទណាបងគឺមាន5អង្គចានេះថាសមាធិសម្រាប់ថាមនុស្សចាស់ដែលថាគាត់ជារីអាយុត្រឹម60ឡើងទៅ70ឆ្នាំព្រោះគាត់លែងចង់បានអ្វីទាំងអស់ហើយគឺគាត់សមាធិគាត់យកទៅប្រើប្រាស់បានចំណែកថាវ័យចំណាស់ដូចខ្ញុំមិនទាន់អាចប្រើបានទេបងព្រោះអីយើងនៅផ្ចាញ់មាពេលផ្ចាញ់មាហ្នឹងព្រោះអីមាវាថាវាចង់មកសម្រាប់ធ្វើបាបចាធ្វើបាបព្រះហ៎បងដល់អញ្ចឹងទៅគ្មាននឹកឃើញថាគ្មានចង់មានកំណត់ថាឲ្យមានឹងយកអាវុធទៅផ្ចាញ់ជាមួយមាគឺអត់ទេគឺផ្ចាញ់មាព្រះលោកដាក់ដៃតែប៉ុណ្្នឹងមាចាញ់ឯងបងនេះយើងអាចនៅវ័យចំណាស់ខែខ្ញុំអាយុ40ជាងអាចយកដាក់ផ្ទះបានបងប្រជាជនខ្មែរយើងបងន័យថាជំនឿដែលធ្វើជាពុទ្ធរូបអញ្ចឹងណាបងព្រោះអីថាសាសនាខ្មែរយើងគឺគោរពបូជាចាព្រៀបធ្វើថាយើងធំជាងឪពុកម្ដាយទៅទៀតចាដែលថាទិញយកទៅដាក់ផ្ទះហើយដែលយើងយកទៅគ្រប់បូជាគឺយើងបានតិចតិជុំកូនចៅរស់ស៊ីមានបានថ្មកែវខេត្តពោធិ៍សាត់មាន6 7ប្រភេទហើយសាច់ថ្មដែលល្អជាងគេគឺពណ៌បៃតងចានេះគឺល្អបងប៉ុន្តែពិបាកយកចាពីព្រៃភ្នំមកព្រោះអីវាអត់មានថ្មដុំធំទេមានតែយើងចាប់ពី2គីឡូទៅ1គីឡូធ្វើរូបបានតែរូបយើងសត្វឆ្កែថ្មប្រភេទលេខ1ថ្មកមូនចាព្រោះតម្លៃទិញពីយើងពីកន្លែងខ្ញុំមកគឺតម្លៃ2រៀល$2 2 ដុល្លារចា1គីឡូចា1គីឡូ$2
ដល់យើងក្នុង1គីឡូហ្នឹងយើងយកមកធ្វើជាសัตว์មួយហ្នឹងដល់លក់ចេញទៅវិញទៅបាន$5 តាមការរៀបរាប់របស់ជាងចម្លាក់យើងអ្នកប្រកបមុខរបរនេះពុំសូវធូរធារប៉ុន្មានទេ បើថាយើងបាក់អាជីពខ្លួនយើងគឺទៅអត់រួចទេព្រោះអីអង្គក៏ថ្លៃឆ្នាំនេះធ្វើស្រែបានទៀតខ្ញុំអ្នកកវាញចាពួកខ្ញុំរាល់ថ្ងៃរត់ដើម្បីលោកចាសម្ដេចចិញ្ចឹមទាំងអស់បងតាំងពីបាយទឹកសម្លៀកបំពាក់ខោអាវគឺលោកទិញឲ្យបងចាបើថាខ្លួនខ្ញុំផ្ទាល់គឺអត់អាចធ្វើទៅជាងចម្លាក់តទៅមុខទៀតបានទេអស់លទ្ធភាពទេបង ជាការពិតណាស់នៅក្នុងសង្គមរស់នៅយើងធ្វើអ្វីៗគឺតម្រូវទៅតាមអ្នកចង់បានហើយទំនិញអ្វីៗច្រើនតែត្រូវឆ្លងកាត់ឈ្មួញកណ្ដាលរីឯតម្លៃទៀតសោតគឺនៅលើស្ថានភាពទីផ្សារជាអ្នកកំណត់ដូច្នេះទាំងអស់ជាចំណោទដ៏ធំដល់សិប្បករតូចតាចដែលមានទុនតិចអ្នកស្រីប៉ៅស៊ីនធីសុខចិត្តលះបង់ពេលវេលាដើម្បីជួយរក្សាបេតិកភណ្ឌជាតិដោយសុំជ្រកក្រោមម្លប់ព្រះពុទ្ធសាសនានាពេលអនាគត អាស្រមលោកអុកញ៉ាឃ្លៀងមឿងស្ថិតនៅទិសខាងលិចឆ្ងាយពីទីរួមខេត្តពោធិ៍សាត់ប្រហែល 6 គីឡូម៉ែត្រដោយសារគុណបารមីរបស់លោកតាវីរបុរសជាតិដែលប្រជារាស្ត្រខ្មែរបានចារឹកទុកក្នុងប្រវត្តិសាស្ត្រនោះគេឈ្មោះរបស់លោកអុកញ៉ាឃ្លៀងមឿងរូបសំណាករបស់លោកត្រូវបានគេគោរពដឹងគុណតរហូតមកជារៀងរាល់ឆ្នាំប្រជាពលរដ្ឋខេត្តពោធិ៍សាត់បានរៀបចំពិធីបុណ្យឡើងរោងជូនលោកអុកញ៉ាឃ្លៀងមឿងនិងភរិយារបស់លោកជំទាវខាន់ខៀវពិធីបុណ្យនេះគេតែងប្រារព្ធឡើងនៅដើមរដូវវស្សាយើងសូមបួងសួងឲ្យដួងប្រលឹងនៃជំនឿដ៏ល្អដ៏ស័ក្តិសិទ្ធិពិតប្រាកដរបស់លោកអុកញ៉ាឃ្លាំងមឿងមកស្ថិតដិតជាប់ក្នុងក្រៅបេះដូងកុលបុត្រកម្ពុជាជារៀងរហូត តាមពងសាវតាខ្មែរដែលបានចារថាលោកអុកញ៉ាឃ្លៀងមឿងជាមហាបុរសខ្មែរមួយរូបដែលស្ថិតនៅក្នុងសតវត្សទី 16 លោកជាចៅហ្វាយខេត្តពោធិ៍សាត់ហើយបានពលីជីវិតខ្លួនដើម្បីជាតិមាតុភូមិក្នុងការធ្វើសង្គ្រាមជាមួយទ័ពសៀមដែលបានឈ្លានពានយកទឹកដីខ្មែរអស់មួយភាគធំនៅប៉ែកខាងលិចប្រទេសដោយពេលនោះប្រទេសបានជួបកលយុគលោកអុកញ៉ាឃ្លៀងមឿងបានជីករណ្ដៅមួយដែលក្នុងរណ្ដៅនោះមានដោតអាវុធគ្រប់ប្រភេទបន្ទាប់មក លោកក៏បូជាជីវិតរបស់លោកដោយហក់ចូលទៅក្នុងរណ្ដៅដើម្បីកេណ្ឌទ័ពបិសាចដើម្បីការពារមាតុប្រទេសនិងបណ្ដេញសត្រូវចេញពីប្រទេសភរិយានិងកូនរបស់លោក2នាក់ក៏បានលោតចូលទៅក្នុងរណ្ដៅក្នុងពេលនោះដែរក្រោយមកទ័ពសៀមដែលបោះទីតាំងនៅលើទឹកដីខ្មែរក្នុងបន្ទាយជ័យនាសម័យនោះក៏បានកើតជំងឺរោគរាតត្បាតគ្រប់គ្នាខ្លះស្លាប់ខ្លះរស់រត់ដកថយត្រឡប់ទៅស្រុកវិញ នេះដោយសារគុណបារមីនៃកងទ័ពបិសាចរបស់លោកអុកញ៉ាឃ្លៀងមឿងដែលប្រជាពលរដ្ឋខ្មែរយល់ថាបានធ្វើចម្បាំងឈ្នះទ័ពសៀមដូច្នេះក្រោយដំណើរតមកប្រជាពលរដ្ឋខេត្តពោធិ៍សាត់តែងធ្វើបុណ្យរំលឹកគុណលោកតានៅដើមខែពិសាខប៉ុន្តែតាំងពីនោះមកដល់នេះដែលនាំឲ្យប្រជាជនគ្រប់មជ្ឈដ្ឋានចូលរួមដោយសារឥទ្ធិពលរបស់លោកតាធ្វើទៅហើយគឺមានប្រសិទ្ធភាពខ្ពស់ សុំចង់បានភ្លៀងឬមួយចង់សុំសុខសប្បាយដោយប្រការណាឬមួយចង់មានបំណងពងប្រាថ្នាយ៉ាងណាមានប្រជាជនគ្រប់មជ្ឈដ្ឋានដែលគេមកសុំឲ្យលោកតាជួយប៉ុន្តែការធ្វើបុណ្យនេះគឺសំដៅតបស្នងសងគុណលោកអុកញ៉ាដែលលោកអុកញ៉ាមានចំពោះជាតិមាតុភូមិទី2តបស្នងសងគុណលោកតាដឹងគុណលោកតានឹងហើយដែលនាំឲ្យយើងទាំងអស់គ្នានឹងសុំឲ្យលោកតាជួយយើងនឹងឲ្យសុខឲ្យសប្បាយតទៅទៀត កម្មវិធីបុណ្យឡើងរោងមានកម្មវិធីតាមបែបព្រះពុទ្ធសាសនាគឺយើងមាននិមន្តព្រះសង្ឃមកចម្រើនព្រះបរិត្តអាចសម្ដែងធម្មទេសនាបាទដល់ព្រឹកឡើងនិមន្តព្រះសង្ឃទទួលចង្ហាន់បិណ្ឌបាតទៅតាមលទ្ធភាពលោកតិចលោកច្រើនទៅតាមកម្លាំង
ប្រជាជនមហាជនចូលរួមច្រើនតិចនេះតាមបែបព្រះពុទ្ធសាសនាហើយដោយឡែកតាមបែបព្រហ្មញ្ញសាសនានោះគឺមានការរៀបចំបើកកម្មវិធីបុណ្យល្ងាចហ្នឹងក្រុងពលីហើយបាទនេះជាទំនៀមទម្លាប់ប្រពៃណីរបស់យើងមួយចោលមិនបានមុននឹងធ្វើអីតែងតែនាំគ្នាក្រុងពលីបាទរៀបចំក្រុងពលីផងហើយនឹងសែនដើម្បីត្រៀមទទួលភ្ញៀវផ្លូវក្នុងរបស់លោកអុកញ៉ាដែលយើងបានអញ្ជើញមកពីជិតពីឆ្ងាយអញ្ចឹងទេពេលល្ងាចហ្នឹងមានក្រុងពលីហើយនឹងសែនបើកភ្នោឬមួយថាធ្វើបដិសន្ធារកិច្ចចំពោះភ្ញៀវជិតភ្ញៀវឆ្ងាយទាំងឡាយណារបស់លោកអុកញ៉ាឃ្លាំងមឿងអ្នកជំទាវខណ្ឌខៀវជារៀងរាល់ឆ្នាំប្រជាពលរដ្ឋខេត្តពោធិ៍សាត់បានមកចូលរួមពិធីបុណ្យរំលឹកគុណលោកអុកញ៉ាឃ្លាំងមឿងនិងលោកជំទាវខណ្ឌខៀវយ៉ាងច្រើនកុះករគេមានលេងភ្លេងថ្វាយលោកតាជាច្រើនបទគេសង្កេតឃើញមានវង់ភ្លេងពិណពាទ្យមហោរីប្រពៃណីនិងមានភ្លេងត្រពាំងទាបទភ្លេងត្រពាំងទាជាបទភ្លេងប្រចាំត្រកូលតពូជដែលគេលេងថ្វាយលោកតាជិត500ឆ្នាំមកហើយលើសពីនេះគេបានសម្ដែងរបាំជាច្រើនទៀតផងដូចជារបាំទៀនរបាំក្ងោកពោធិ៍សាត់របាំទុនសោងក៏ត្រូវសម្ដែងថ្វាយជូនលោកតាដែរព្រោះរបាំនេះលេងរំលឹកពីវីរភាពដ៏អង់អាចរបស់លោកកាលពីលោកនៅរស់លោកមានចិត្តជីវិតចូលចិត្តបរបាញ់ទៀតផងកាលដែលយើងមកយកចូលរួមនៅក្នុងកម្មវិធីនេះទី1គឺយើងចំណេញទាំងប្រពៃណីទំនៀមទម្លាប់នៃពិធីបុណ្យក្នុងមួយឆ្នាំដែលប្រជាជនយើងទូទាំងប្រទេសនិងគ្រប់ខេត្តមួយចំនួនតែងតែធ្វើពិធីមួយគេហៅថាពិធីឡើងរោងប៉ុន្តែឡើងរោងវាមានការឡើងរោងនេះខុសប្លែកពីឡើងរោងអ្នកតាបែបជំនឿទៅលើអរុអរិយអ្នកតាគឺយើងធ្វើឡើងរោងនេះដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធរបស់បុព្វបុរសយើងដែលបានពលីជីវិតនៅក្នុងបុព្វហេតុជាតិមាតុភូមិគឺជាការអស្ចារ្យណាសម្រាប់គ្រួសារមួយក្រុមដូចជាគ្រួសារលោកតាឃ្លាំងមឿងនេះបើយើងស្រាវជ្រាវតាមឯកសាររបស់មហាបុរសខ្មែរទៅគឺថាមិនមែនមានតែគាត់ម្នាក់ទេមិនត្រឹមតែគាត់ម្នាក់ទេហើយក៏មិនមែនត្រឹមតែគ្រួសារគាត់ទេគឺថាមានអ្នកស្ម័គ្រចិត្តចាធ្វើតាមគាត់ដើម្បីយ៉ាងណាឲ្យប្រទេសជាតិយើងបានរស់នៅដោយសុខសាន្តប្រជាជនទូទាំងប្រទេសរស់នៅក្នុងសន្តិភាពក្នុងពិធីនេះគេសង្កេតឃើញមានពិធីសែនព្រេនសមតាមទំនៀមទម្លាប់ខ្មែរកាលពីសម័យមុនលោកប្រធានមន្ត្រីវប្បធម៌ខេត្តបានរៀបរាប់ថាការថ្វាយដង្វាយជូនលោកអុកញ៉ាឃ្លាំងមឿងមានទាំងក្បាលដំរីទៀតផងប៉ុន្តែក្រោយៗមកគេតែងតែយកជ្រូកខ្វៃមកសែនជំនួសវិញដោយសារគុណបារមីរបស់លោកអុកញ៉ាឃ្លាំងមឿងវីរៈបុរសខ្មែរប្រជាពលរដ្ឋបានជួសជុលរូបសំណាកលោកជាថ្មីដើម្បីឲ្យប្រជាពលរដ្ឋគោរពបូជាសុំសេចក្តីសុខសុំទឹកភ្លៀងសម្រាប់ដំណាំកសិកម្មនិងសន្តិភាពសម្រាប់មាតុប្រទេសជារៀងរហូតដើមពោធិ៍នេះមានអាយុកាលជាង400ឆ្នាំមកហើយគឺប្រហាក់ប្រហែលនឹងកំណើតនៃប្រវត្តិរឿងទុំទាវដែរគូស្នេហ៍មួយគូនេះបានសុខចិត្តពលីជីវិតរបស់ខ្លួនដើម្បីស្នេហាស្មោះស្ម័គ្ររបស់គេទាំងពីររឿងសោកនាដកម្មខ្មែរនេះគឺមានលំនាំដោយរឿងរ៉ូមេអូនិងស៊ូលីយ៉ែតរបស់អង់គ្លេសដែររឿងនេះបានកើតឡើងនាសតវត្សទី15ហើយបានដកជាប់នៅក្នុងអារម្មណ៍របស់ប្រជារាស្ត្រខ្មែរទុំនិងទាវសុកចិត្តស្លាប់ខ្លួនដើម្បីប្រយុទ្ធប្រឆាំងនឹងទំនៀមទម្លាប់ចាស់បុរាណនំមិនធំជាងនាឡរឿងទុំទាវជាប្រភេទរឿងមួយដែលរាយរាប់អំពីស្នេហាស្មោះស្ម័គ្រដែលប្រឈមមុខនឹងអំណាចរបស់មាតាបិតាជាពិសេសគឺអំណាចរបស់ឪពុកម្ដាយទៅលើកូនក្នុងការជ្រើសរើសគូស្រករ
អំណាចនេះគឺមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងសម័យបុរាណទុំនិងទាវក៏ជាអ្នករងគ្រោះដោយសារអំណាចនេះដែរទុំរស់នៅស្រុកបាភ្នំរីឯទាវរស់នៅក្នុងភូមិពោធិ៍ជើងខាលស្ថិតនៅក្នុងស្រុកត្បូងឃ្មុំដែលបច្ចុប្បន្ននេះមានទីតាំងនៅតាមបណ្ដោយថ្នល់ជាតិលេខ 7 គឺនៅកន្លែងនេះហើយដែលគូស្នេហ៍ទុំទាវបានបាត់បង់ជីវិតបច្ចុប្បន្នទីកន្លែងសោកនាដកម្មរបស់ទុំទាវបានក្លាយទៅជានិមិត្តរូបនិងប្រវត្តិសាស្ត្រមួយដែលកម្រជួបប្រទះនេះទីតាំងសម្រាប់នាងទាវគឺមាន3កន្លែងគឺថាដើមពោធិ៍នេះគឺជាកន្លែងទួលឃ្លាំងសម្រាប់ដាក់សម្ភារៈដំបាញហើយនៅទីខាងនោះគឺថាគឺជាកន្លែងបង្គោលកៃសម្រាប់ដំបាញនៅឯខាងនោះគឺថាជាទីកន្លែងមរណភាពរបស់ទុំនិងទាវគឺថានៅជិតវត្តខាងនោះឯងគឺថាចម្ងាយប្រហែលជា2 គីឡូម៉ែត្រពីដើមពោធិ៍ទួលឃ្លាំងនេះទៅគឺអ្នកភូមិការពិតខ្ញុំក្នុងនាមអាជ្ញាធរស្រុកត្បូងឃ្មុំក៏ដូចជាប្រជាពលរដ្ឋដែលនៅក្នុងស្រុកត្បូងឃ្មុំទាំងមូលដែរហើយជាពិសេសគឺអ្នកភូមិជើងខាលនេះបាទគេខំរក្សានេះគេដំណើរដែលមានដីនៅប៉ុណ្ណឹងដីនេះគឺដីអត់មានប្រជាពលរដ្ឋណាគាត់យកទេគាត់ទុកជាដំណើររបស់នាងទាវទាំងដីភូមិនេះទាំងដីឃ្លាំងនេះគឺថាជាដីដែលអាជ្ញាធរគ្រប់គ្រងសម្រាប់ជាដំណើររបស់នាងទាវហើយខ្ញុំមិនចង់ឲ្យថាមានគ្រាន់តែដំណើរនឹងទេតាមការដែលរំពឹងទុកនៃអាជ្ញាធរស្រុកនេះបានគិតគូរថាចង់ធ្វើការអភិវឌ្ឍនៅតំបន់នេះឲ្យទៅជាតំបន់មួយដែលជាតំបន់ទេសចរប្រវត្តិសាស្ត្រដែលមានខាងផ្នែកវប្បធម៌នឹងគ្រប់គ្រងបាទហើយចង់ធ្វើជាតំបន់នេះឲ្យទៅជាកន្លែងដំបាញបែបបុរាណបាទតាំងពីឧបករណ៍ដំបាញដែលកៃដំបាញនឹងឲ្យជាឧបករណ៍បែបបុរាណហើយផ្ទះអាគារដែលយើងធ្វើឡើងសម្រាប់នៃអ្នកនៅត្បាញនេះគឺថាចង់រៀបចំឲ្យទៅជារបៀបរបបនៃផ្ទះបុរាណដែរដើម្បីទាក់ទាញទេសចរហើយរក្សានៅអានេះគេដំណើរវប្បធម៌ជាតិយើងដែលពីមុនមកណាពីជំនាន់នាងទាវនោះវាថាវាបែបហ្នឹងឲ្យឃើញថាឲ្យប្រជាពលរដ្ឋយើងឃើញថាសក្ខីភាពនៃខ្មែរយើងណាវាមានវប្បធម៌ជាតិវាមានគេដំណើរជាតិជាពិសេសនៅភូមិជើងខាលស្រុកត្បូងឃ្មុំវាពាក់ព័ន្ធនឹងរឿងនាងទាវនេះនៅកន្លែងនេះបាទប្រវត្តិទុំទាវត្រូវបានផ្សព្វផ្សាយតគ្នាពីជំនាន់មួយទៅជំនាន់មួយទុំគឺជាព្រះសង្ឃមួយអង្គដោយសារតែសម្លេងពីរោះនិងមានទេពកោសល្យក្នុងការស្មូតទុំត្រូវបានប្រជាជននៅភូមិពោធិ៍ជើងខាលសរសើរនិងរាប់អានយ៉ាងរាក់ទាក់ទុំមានរូបសម្បត្តិស្រស់ស្អាតនិងមានចំណេះវិជ្ជាខ្ពង់ខ្ពស់នាងទាវដែលជាក្រមុំចូលម្លប់បានលងស្នេហ៍លើរូបទុំស្នេហ៍កម្មរន្ទះរបស់អ្នកទាំងពីរបានធ្វើឲ្យរូបទុំលាចាកសិក្ខាបទដោយពុំមានការអនុញ្ញាតពីលោកគ្រូព្រះចៅអធិការវត្តចំណែកឯម្ដាយទាវពុំយល់ព្រមលើកូនស្រីរបស់ខ្លួនឲ្យទុំឡើយគាត់បានសន្យារៀបការកូនស្រីរបស់គាត់ឲ្យទៅមើលងួនកូនប្រុសរបស់អកជូនចៅហ្វាយខេត្តត្បូងឃ្មុំដោយមានទុកធ្ងន់ព្រោះតែសេចក្តីស្នេហាទុំទាវក៏បានសុំជំនួយពីព្រះរាជាក៏បានសម្រេចចិត្តរៀបការដល់ទុំហើយនឹងទាវព្រះរាជសារគឺជាសក្ខីភាពនៃអាពាហ៍ពិពាហ៍របស់ទុំទាវតែដើម្បីតែភាពស្មោះត្រង់របស់ខ្លួនទុំពុំបានបង្ហាញព្រះរាជសារនោះទេនៅពេលដែលទុំមករកគូស្នេហ៍របស់ខ្លួនដែលត្រូវបានម្ដាយពង្រត់មករៀបការទុំត្រូវបានសេនារបស់អកជូនចាប់យកទៅសម្លាប់សពថ្ងៃនេះប្រជាជននៅភូមិពោធិ៍ជើងខាលហើយនិងអ្នកនៅភូមិជិតនោះតែងតែលើកសរសើរអំពីភក្តីភាពរបស់ទុំទាវប៉ុន្តែពួកគាត់ក៏មានការភ័យខ្លាចផងដែរដោយខ្លាចថាប្រវត្តិស្នេហាដ៏កំសត់នេះកើតឡើងជាថ្មីម្ដងទៀតខ្លាចណាស់ខ្លាចឲ្យបានតាមចិត្តកូនខ្លាចកូនងាប់ហ្នឹងលោកហងៃអញ្ចឹងឡើអស់ហើយអត់មានដូចជាប៉ាន់ទេអត់មានទេតែឲ្យតាមចំណៃចិត្តកូនណាកូនត្រូវថាឲ្យហ្នឹងក៏ដោយមានក៏ដោយណាអត់មានគិតថាណែថ្ងៃអញឲ្យដែលជាអ្នកមានអ្នកក្រអញមិនឲ្យជិះបើកូនឆ្លាញ់អ្នកក្រណាអានឹងយើងធ្វើឃាតធ្វើអាម៉េចគៀងគោរស់អាប្រុសឲ្យស្លាប់អីទៅដើម្បីយកកូនយើងមកឲ្យអត់បានទេឥឡូវនេះអត់បានទេលោកអត់បានទេណាសិទ្ធិរបស់មនុស្សឥឡូវនេះអត់មានធ្វើចង់កើតទេម៉ែឪអត់ធ្វើកើតទេរឿងទុំទាវនៅតែជាទីពេញនិយមរបស់ប្រជាជនខ្មែរនិងមិនបានបាត់រលត់ពីសោតាន្ទ្រិកអារម្មណ៍របស់ខ្មែរឡើយប្រវត្តិទុំទាវត្រូវបានតាក់តែងជាខ្សែភាពយន្តជាល្ខោនយីកេក៏ដូចជាការថតជាចម្រៀងការ៉ាអូខេផ្សេងៗដែរជា
ជាពិសេសទៀតនោះរឿងទុំទាវដែលនិពន្ធឡើងដោយព្រះភិក្ខុសោមក៏ត្រូវបានបញ្ចូលក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំផងដែរដែលនេះគឺជាភស្តុតាងមួយបញ្ជាក់ថាបញ្ហារើសគូស្រករគឺស្ថិតនៅជាបញ្ហាពិភាក្សានៅឡើយនៅក្នុងសង្គមជាតិខ្មែរនាពេលបច្ចុប្បន្ននេះនៅខេត្តសៀមរាបជាពិសេសនៅស្រុកពួកមានមជ្ឈមណ្ឌលជាតិផលិតសូត្រមួយកន្លែងដែលបានបង្កើតឡើងនៅឆ្នាំ1996ដោយសារថវិកាជាជំនួយរបស់សាធារណរដ្ឋបារាំងចំនួន 12.9 លានហ្វ្រង់តាមរយៈ AFD ភ្នាក់ងារអភិវឌ្ឍបារាំង AFD បានផ្ដល់អំណោយហិរញ្ញវត្ថុនេះដល់ Presnock គម្រោងស្ដារផលិតកម្មសូត្រភាគពាយ័ព្យនៃប្រទេសកម្ពុជានៅឆ្នាំ1996 2 ឆ្នាំក្រោយមក Presnock បានដំណើរការកម្មវិធីនេះដោយសហការជាមួយក្រសួងអភិវឌ្ឍជនបទបច្ចុប្បន្នផ្ទៃដីចំនួន86ហិកតាត្រូវបានក្លាយជាចម្ការមុនរួចទៅហើយគោលបំណងរបស់ Presnock គឺបណ្ដុះបណ្ដាលធនធានមនុស្សដើម្បីពង្រឹងវិស័យសូត្រកម្ពុជាយើងមានយុទ្ធសាស្ត្រអភិវឌ្ឍចំនួន2យុទ្ធសាស្ត្រទី1សំដៅទៅលើតំបន់ថ្មីគឺខេត្តសៀមរាបដែលនៅទីនោះសកម្មភាពចិញ្ចឹមដង្កូវនាងនិងធ្វើសូត្របានបាត់បង់អស់ទៅហើយនិងយុទ្ធសាស្ត្រមួយទៀតសម្រាប់តំបន់បុរាណគឺស្ថិតនៅក្នុងស្រុកភ្នំស្រុកនៅទីនោះយើងនឹងបណ្ដុះបណ្ដាលប្រជាពលរដ្ឋឲ្យក្លាយជាអ្នកអាជីពអ្វីដែលយើងត្រូវការគឺផ្ដល់ឲ្យពួកគេនៅបច្ចេកទេសចាំបាច់ដើម្បីធ្វើឲ្យអនាគតផលិតសូត្រឲ្យបានច្រើននិងប្រកបដោយគុណភាពប្រជាកសិករចំនួន300នាក់មកពីតំបន់ដែលស្ថិតនៅជិតស្រុកពួកត្រូវបានបណ្ដុះបណ្ដាលនៅទីកន្លែងផ្ទាល់ដែលឡែកនៅក្នុងភ្នំស្រុកមានប្រជាជន 1,600 គ្រួសារដែលក្នុងនោះ 500 គ្រួសារបានចូលរួមចំណែកជាមួយ Presnockអ្នកគ្រូហេងយ៉នទទួលបន្ទុកបណ្ដុះបណ្ដាលបច្ចេកទេសដាំមនឲ្យមានគុណភាពខ្ពស់អ្នកគ្រូបានបណ្ដុះបណ្ដាលសិស្សានុសិស្សបានចំនួន90នាក់ប្រាក់បៀវត្សរបស់គាត់គឺ$90ហើយដល់ឡែកសិស្សម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភពី$18ទៅ$20ពី Presnock ឧទាហរណ៍ដូចជាដើមនេះអញ្ចឹងយើងទៅដល់យើងមើលនៅជាប់នឹងដើមអញ្ចឹងយើងមើលថាដើមមានជំងឺទៅដល់យើងឃើញនៅតុំនេះស្រេចសត្វល្អិតសត្វល្អិតក៏បានជំងឺយើងងាប់ដូចថាមកដើមចេះវាងាប់មកចង្ហៀងដើមមកចង្ហៀងមេឃនេះហើយវារស់តែមកចង្ហៀងយើងមិនអាចយកបានទេព្រោះវាអាចឆ្លង Presnock ជាកម្មវិធីមួយជួយផ្ដល់ការងារជូនប្រជាកសិករនិងលើកដំកើងជីវភាពរបស់ពួកគាត់នេះជាការឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងយុទ្ធនាការកាត់បន្ថយភាពក្រីក្រដើមមនត្រូវបានផ្សាំជាជួរយ៉ាងខ្ជាប់ខ្ជួនពីព្រោះថាកាលណាដើមមនល្អគឺសម្បុកនាងក៏ល្អហើយលទ្ធផលសម្រេចគឺសូត្រក៏ល្អដែរហើយដូច្នេះហើយបានជាដើមមនខ្មែរនិងមនបរទេសត្រូវបានធ្វើការសិក្សាស្រាវជ្រាវនិងពិសោធន៍នៅទីកន្លែងមជ្ឈមណ្ឌលដោយអ្នកបច្ចេកទេសកម្ពុជាផ្ទាល់ដើម្បីលើកដំកើងទិន្នផលបើយកមនថៃមួយចំនួនធំមកប្រៀបធៀបនឹងមនខ្មែរមនបាយហ្នឹងតើពូជលោកកាលយើងតើវាល្អឬទេបើយើងប្រៀបធៀបទៅនឹងមនគេអត្តផលមកទល់ពេលនេះបើយើងគិតទៅជាវិភាគទិន្នផលយើងដឹងថាពូជមកពីក្រៅពូជថៃស្លឹកធំឬពូជចិនសាឡុនហ្នឹងគឺស្លឹកគេមានទិន្នផលខ្ពស់ហើយនាងស៊ីទៅវាទិន្នផលដែលចិញ្ចឹមនេះគឺខ្ពស់ដែរមនខ្មែររបស់យើងស្លឹកគេទូចហើយវាមានទិន្នផលមិនជាច្រើនក៏ប៉ុន្តែយើងងាយនឹងថែរក្សាដោយព្រោះវាហៅ resistant គឺខែក្តៅគេអីយើងមិនសូវស្រោចស្រពប្រហែលក៏វារស់បានដែរក៏ប៉ុន្តែវាទិន្នផលទាបនេះបើយើងគិតទៅបើថាមនអន្តរជាតិមនថៃអីវាបាន3តោនមនខ្មែរយើងបានតែ1តោនអីទេលោកលីកំឡាយអតីតមន្ត្រីក្រសួងកសិកម្មបានទទួលប្រាក់បៀវត្ស$180ហើយគាត់ត្រួតពិនិត្យការងារកាប់ដើមមនផងដែរប្អូនប្រុសម្នាក់នេះធ្វើការនៅផ្នែកចិញ្ចឹមដង្កូវនាងតាំងពី4ឆ្នាំមកហើយដោយទទួលបាន$30ក្នុងមួយខែគេកាត់ស្លឹកមននេះកាត់យកទៅឲ្យនាងស៊ីបាទព្រោះនាងគឺវាត្រូវការស្លឹកមននេះដើម្បីបង្កើតជាសៃសូត្រអត់ដែលស៊ីមេអុយផ្សេងនេះស៊ីតែស្លឹកមននេះដើម្បីបញ្ចេញជាសៃសូត្រជាការពិតណាស់ Presnock មានផ្នែកចិញ្ចឹមដង្កូវនាងមួយដ៏មានសក្តានុពលសិស្សានុសិស្សតាមដានសកម្មភាពចិញ្ចឹមយ៉ាងម៉ត់ចត់ជាមួយគ្រូផ្នែកម្នាក់
ស្លឹកមនត្រូវបានកាត់ជាកង់តូចមុននឹងឲ្យដង្កូវនាងស៊ីទៅតាមអាយុរបស់វាអ្នកគ្រូនឹមណារិនធ្វើការងារនេះតាំងពី5ឆ្នាំមកហើយទទួលបានប្រាក់ខែ$120ដើម្បីឲ្យដង្កូវនាងមួយកាច់សម្បុកបញ្ចេញជាសូត្របាននោះគឺត្រូវការពេល24ថ្ងៃ ដង្កូវនាងខាងក្រោយនេះគឺជាដង្កូវនាងដែលជាដំណាក់កាលចុងក្រោយចានៅពេលដែលវាមានពើលឿងដូច្នេះហើយយើងចាប់ដង្កូវទាំងនោះមកដាក់លើដណ្ដុំនេះដើម្បីវាធ្វើជាសូត្រចាធ្វើជាសូត្ររយៈពេល5ថ្ងៃនៅលើនេះចា សម្បុកនាងមានពីរប្រភេទសម្បុកបែបបុរាណនិងសម្បុកសម័យថ្មីក្នុងសម្បុកបុរាណដង្កូវនាងបញ្ចេញសូត្របានតិចព្រោះវាចង្អៀតសម្បុកសម័យថ្មីដង្កូវនាងបញ្ចេញសូត្របានច្រើនជាងព្រោះវាទូលាយសម្រាប់ការវិវត្តពីកូនដង្កូវទៅជាសម្បុកនាងគឺត្រូវការពេល42ថ្ងៃ បើសិនជាយើងមិនបេះវាខូចសូត្រយើងនៅក្នុងដំណុំនេះចាវាមិនអាចធ្វើសូត្របានទេវាតតែខូចចោលបើសិនជាយើងបេះហើយយកទៅទុកពូជវាកើតទៅជាមេអំបៅវាមានតួនាទីដើម្បីបង្ចេញសូត្រមកដល់យើងដើម្បីចិញ្ចឹមទៅជាដង្កូវនាងវិញចាមេអំបៅដែលចេញមកពីសម្បុកនាងទាំងនេះគឺមានមេអំបៅញីនិងមេអំបៅឈ្មោលដូច្នេះវាបង្កាត់គ្នារយៈពេល12ម៉ោងបន្ទាប់ពី12ម៉ោងក្រោយមកយើងមិនអាចទុកវាទាំងពីរបានទេដូច្នេះយើងត្រូវតែបេះមេអំបៅទាំងពីរនេះយកមេអំបៅឈ្មោលចោលហើយយកមេអំបៅញីមកក្រង់លើกระดาษលើกระดาษហើយលើกระดาษនេះមកហើយយើងយកអាប្រដាប់សាជីមកគ្របមកទុក12ម៉ោងទៀតយើងបើកអាសាជីនេះចេញយើងឃើញសុទ្ធចំនួនមេអំបៅមួយវាអាចពោបាន250ទៅ300បើសិនជាយើងថែរក្សាវាបានសមស្របទៅតាមលក្ខខណ្ឌរបស់យើងវាអាចញើសបាន90ទៅ95%ចាញើសទៅជាកូនដង្កូវ ចំណែកអ្នកគ្រូតូចសារីវិញអ្នកគ្រូធ្វើការនៅផ្នែកស្រាវនិងជ្រលក់ពណ៌តាំងពីឆ្នាំ1993ដោយបានប្រាក់បៀវត្ស$100មជ្ឈមណ្ឌលបានផលិតសម្បុកនាងចំនួន15តោនរហូតមកដល់ពេលនេះត្រូវជា2តោនសរសៃសូត្រសម្បុកនាងជាទូទៅមាន2ស្រទាប់ដូច្នេះត្រូវស្ងោរយកស្រទាប់ទី1ចេញដែលមានសរសៃសូត្រច្រើនទើបដល់ស្រទាប់ទី2ដែលមានតែមួយសរសៃសូត្រប្រកបដោយគុណភាពខ្ពស់ក្នុងផ្នែកនេះសិស្សានុសិស្សសិក្សាទ្រឹស្ដីនិងការអនុវត្តរយៈពេល1ឆ្នាំនៅបានប្រាក់ឧបត្ថម្ភពី11ទៅ18$ក្នុងមួយខែ បន្តមកសរសៃអំបោះត្រូវមូលជាអំបោះហុង សូត្រទោះបីជាមានពណ៌សក៏ដោយពណ៌ក្រហមក៏ដោយវាមានទឹកមិត្តជាតិនាងនៅចិត្តរឹងណាស់ណាចាដូច្នេះដើម្បីឲ្យជ្រលក់ពណ៌ចូលត្រូវយកសូត្រនោះទៅធ្វើការលាងសិនចាក្រោយពីការលាងហើយសរសៃសូត្រទៅជាទន់ចាទន់ភ្លឺរលោងក្រោយពីយើងលាងហើយយើងយកទៅលាងជាមួយទឹកជាឲ្យចេញជាតិនោះអស់ហើយបានយើងយកទៅធ្វើការជ្រលក់ពណ៌ចាក្រោយពីយើងលាងឲ្យទៅជាពណ៌សហើយយើងអាចយកទៅដាក់ពណ៌អីក៏បានដែរចា ក្នុងដំណាក់កាលចុងក្រោយសរសៃអំបោះត្រូវបានចងជាគោមជាក្បាច់លម្អផ្សេងជាលទ្ធផលគឺយើងទទួលបាននៅសូត្រដែលមានពណ៌ល្អមានគុណភាពខ្ពស់និងមានក្បាច់គោមល្អម្យ៉ាងទៀតលោក Christophe Marquet ជំនួយបច្ចេកទេសនៅរោងជាងស្រាវជ្រាវក្នុងមជ្ឈមណ្ឌលតាំងពីខែតុលាឆ្នាំ1998គាត់កំពុងបណ្ដុះបណ្ដាលលោក Binarit ឲ្យចេះធ្វើឧបករណ៍តម្បាញច្រើនប្រភេទដែលមានគុណភាពតម្លៃថោកនិងងាយស្រួលជួសជុលទុកសម្រាប់ប្រើប្រាស់នៅក្នុងភូមិនិងនៅក្នុងមជ្ឈមណ្ឌល ឡងមកយើងបានទៅសិក្សាជាមួយនឹងកៃបុរាណរបស់យើងឃើញថាកៃបុរាណរបស់យើងនឹងវែងហើយត្បាញយឺតបានយ៉ាងច្រើន70 សង់ទីម៉ែត្រទេក្នុងមួយថ្ងៃដល់ទៅយើងចេះតែស្រាវជ្រាវបន្តទៅទៀតតើធ្វើយ៉ាងណាឲ្យបានលឿនក្រោយមកយើងបានសិក្សាទៅតាមសភៅផ្សេងឃើញមានប្លង់យើងយកមកស្រាវជ្រាវបញ្ចូលរបស់ខ្មែរយើងរបស់គេខ្លះទៅបានយើងចេញបានជាកៃនេះទៅបានកៃនេះមកឥឡូវនេះយើងត្បាញបានមួយថ្ងៃទៅចូល2ម៉ែត្រហើយ ជាបណ្ដាគម្រោងប្រេស្នុកបានសម្រេចនៅបំណងជាច្រើនដូចជាកំណើននៃការផលិតនិងលើកស្ទួយជីវភាពរបស់ប្រជាកសិករប៉ុន្តែប្រទេសកម្ពុជានៅតែបន្តនាំសរសៃសូត្រចូលចំនួន160តោនក្នុងមួយឆ្នាំពីប្រទេសជិតខាងសម្រាប់សេចក្តីត្រូវការក្នុងស្រុកដើម្បីកាត់បន្ថយការនាំចូលប្រេស្នុកត្រូវធ្វើយ៉ាងណាដើម្បីបង្កើនការផលិតសម្បុកនាងប៉ុន្តែដោយឡែកក្រណាត់សូត្រកំពុងត្រូវបានលក់នៅក្នុងហាងលក់ទំនិញសិប្បកម្មអង្គរសិប្បកម្មអង្គរកំពុងមានចំណូលជាបណ្ដាដោយសារការជាវពីអ្នកទេសចរ ស
គម្រោងនេះផ្ដល់ដល់យើងនូវការពេញចិត្តជាច្រើនពីព្រោះក្នុងរយៈពេល1ឆ្នាំកន្លះប៉ុណ្ណោះគឺមានឆន្ទៈដ៏ស្រួចស្រាវមួយពីសំណាក់ប្រជាកសិករដើម្បីចូលរួមចំណែកនៅក្នុងគម្រោងនិងទទួលយកនូវអ្វីដែលបង្កើតបានចំណុចនេះហើយគឺជាការទទួលយកកម្មសិទ្ធិលើផ្នែកបច្ចេកទេសនិងឧបករណ៍តម្បាញដោយប្រជាកសិករគឺជាបំណងដែលយើងស្វែងរកបំណងរបស់យើងនឹងបញ្ចប់ក្រោយពីជំនួយហិរញ្ញវត្ថុប៉ុន្តែអ្វីដែលស្ថិតស្ថេរនោះគឺបច្ចេកទេសសតិសបញ្ញញ្ញៈដែលស្ថិតនៅក្នុងការងារមួយមានលក្ខណៈរូបិយនិងមានគុណភាពគម្រោងព្រៃស្នុកនឹងបញ្ចប់នៅខែកក្កដាឆ្នាំ2001ដូច្នេះរយៈពេលនេះហាក់ដូចជាតិចពេកសម្រាប់ឈានទៅរកស្វ័យភាពនៃមជ្ឈមណ្ឌលនៅស្រុកពួកប៉ុន្តែព្រៃស្នុកក៏នឹងត្រៀមពង្រីកវិស័យសូត្រថ្នាក់ជាតិនាថ្ងៃអនាគតជាតិផងដែរនៅពេលព្រលឹមស្រាងអ៊ំស្រីនៅនរិនរៀបចំសម្ភារៈរបស់គាត់មានចបជីកនិងស្បោងមួយអ៊ំស្រីមានទម្លាប់ចូលទៅក្នុងព្រៃឫស្សីដែលស្ថិតនៅឆ្ងាយពីផ្ទះរបស់គាត់ជារៀងរាល់ថ្ងៃអ៊ំស្រីនៅនរិនមានវ័យចំណាស់អាយុ67ឆ្នាំគាត់ប្រកបមុខរបរចិញ្ចឹមជីវិតដោយដើររកជីកទំពាំងដើម្បីយកទៅលក់សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃដែលមានតែម្នាក់ឯងនៅក្នុងភូមិសំរោងអណ្ដែតខេត្តកំពង់ស្ពឺស្ថិតនៅចម្ងាយពីរាជធានីភ្នំពេញប្រហែល100គីឡូម៉ែត្រខ្ញុំព្រលឹមឡើងពីយប់ដាំបាយទៅវិចរោទៅពាំងជួនណាមិនវិចទៅរោហូបហើយបានទៅរោហើយដល់ដើរទៅដល់ព្រៃហ្នឹងដើររោហ្នឹងទៅបានទៅពាំងនោះបកពីក្នុងព្រៃហ្នឹងទៅជួនណាលាក់ទុកមកដុំទៅហើយបានដើររោទៀតទៅយកមកដាក់កន្លែងហ្នឹងមកអង្គុយបកហើយបានមកផ្ទះបានមួយថ្ងៃ2គីឡូជួនណា5គីឡូបើបានច្រើនបាន5គីឡូកន្លែងណាទៅពាំងនឹងមានដុះកាលណាកន្លែងណាអត់ដុះបាន2គីឡូ3គីឡូជីកទំពាំងដើម្បីចិញ្ចឹមជីវិតមិនមែនជាការងាយងាយស្រួលឡើយអ៊ំស្រីនៅនរិនត្រូវចំណាយពេលជាច្រើនម៉ោងនៅក្នុងព្រៃដើម្បីរកទំពាំងបានពេលខ្លះគាត់បានជួបនឹងបន្លាមុតជើងជួបនឹងសត្វពស់និងជួបនឹងជ្រូកព្រៃផងដែរនៅពេលណាមានភ្លៀងអ៊ំស្រីត្រូវបង្ខំចិត្តចូលព្រៃទាំងមានភ្លៀងទាំងឈឺព្រោះចំនួនរបស់គាត់មួយថ្ងៃសម្រាប់ចិញ្ចឹមជីវិតតែមួយថ្ងៃប៉ុណ្ណោះមានប្រជាពលរដ្ឋជាច្រើនទៀតបានប្រកបមុខរបរដោយអ៊ំស្រីនៅនរិនគេសង្កេតឃើញនៅរដូវវស្សាមានទំពាំងដុះច្រើនក្នុងខេត្តកំពង់ស្ពឺពួកគេរកទំពាំងបានចង់ជាបាច់ឬសក់បកយ៉ាងស្អាតដើម្បីទុកលក់ឲ្យឈ្មួញកណ្ដាលក្នុងភូមិសំរោងអណ្ដែតមានប្រជាពលរដ្ឋប្រហែល40នាក់ទាំងក្មេងទាំងចាស់ប្រកបមុខរបរជីកទំពាំងរាល់ថ្ងៃលោកអ៊ូននួតមេភូមិសំរោងអណ្ដែតពីមុនមកបានដេញកាប់ឈឺកាប់អីនេះអាយដល់នេះបិទព្រៃទៅធ្វើអូសឡោអូសអីអត់បានណាបាទពីមុនបានធ្វើអូសឡោអូសអីចឹងទៅកាប់អូសកាប់អីរៀបអូសម៉ែតអូសអីចឹងទៅហើយដល់នេះឡូវហ្នឹងគេបិទព្រៃមានគេអោយកាប់ឯណាមើលរត់បិទហើយបាទឡោះវាខ្វះកាប់នឹងរោស៊ីអីមានតែព្រៃទៅប្រាំងតែមួយមុខហ្នឹងនឹងរោអីរោទៅប្រាំងហើយធ្វើត្រែបន្តិចតួចនឹងត្រែហ្នឹងក៏អត់បានច្រើនទៀតបានតែ3 4 5ហិកតាហ្នឹងហើយគ្នាដល់9គ្រួសារនោះហ្នឹងហើយទឹកក៏លិចរោអត់បានភ្លៀងមកវេទនាហើយទៅប្រាំងបាទប្រជាពលរដ្ឋនៅក្នុងតំបន់នេះធ្វើស្រែមិនបានព្រោះនៅរដូវប្រាំងមានគ្រោះរាំងស្ងួតហើយនៅរដូវវស្សាវាលស្រែចម្ការរបស់ពួកគាត់ត្រូវគំរាមកំហែងពីទឹកជំនន់ការជីកទំពាំងជាមុខរបរមួយសំខាន់សម្រាប់ពួកគាត់សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃហើយជីកទំពាំងជាមុខរបរមិនបាច់ប្រើដើមទុនមានពេលខ្លះប្រជាពលរដ្ឋនៅភូមិសំរោងអណ្ដែតយកទំពាំងទៅលក់ឲ្យឈ្មួញនៅលើផ្លូវជាតិលេខ4ម្ដុំស្រែខ្លុងទំពាំងបកស្រាច់មានតម្លៃ350រៀលក្នុង1គីឡូក្រាម
អ្នកភូមិបានត្អូញត្អែថាតម្លៃនេះមិនស័ក្តិសមនឹងកម្លាំងពលកម្មរបស់ពួកគាត់ឡើយប្រជាពលរដ្ឋនៅលើផ្លូវជាតិលេខ4បានទទួលទិញទំពាំងអ្នកភូមិសំរោងអណ្ដែតពួកគាត់ដាក់លក់ជាទំពាំងស្រស់និងទំពាំងជ្រក់អ្នកធ្វើដំណើរទៅមកភ្នំពេញក្រុងព្រះសីហនុបានជាវទិញទំពាំងនៅទីនេះព្រោះវាមានរសជាតិឆ្ងាញ់អុកសុផុនជាអ្នកលក់ម្នាក់លើផ្លូវជាតិលេខ4នឹងខ្ញុំអាចដឹងថាដែរប៉ុន្តែខ្ញុំឆ្ងាញ់ដែរព្រោះយើងធ្វើស្អាតទី1ទៀតគេមើលរូបរាងយើងអ្នកស្អាតមិនស្អាតដែរទី2ទៀតគេចង់គេមុននឹងគេទិញគេភ្លក់លោមើលតើឆ្ងាញ់ឬមើលមិនឆ្ងាញ់កាលណាឆ្ងាញ់គេទិញដែរចាណាម៉ៃចេះទី1ខ្ញុំត្រូវការបកវាហើយខ្ញុំចិត្តស្អុយចេញអស់យកអំពីល្អហ្មងហើយនឹងខ្ចីហើយយើងលាងទឹកឲ្យស្អាតយើងចិត្តវាតាមរយៈការ3ថ្ងៃយើងនឹងលាងទឹកវាច្រងចេញកាលពី10ឆ្នាំមុនលោកមេភូមិសំរងអណ្ដែតបាននិយាយថានៅតំបន់នេះមានទំពាំងនិងឫស្សីដុះជាច្រើនប៉ុន្តែនៅពេលបច្ចុប្បន្នទំពាំងមិនអាចដុះស្នងឫស្សីបានទេព្រោះគេបានកាត់វាភ្លាមពេលចេញផុតពីដីកន្លងមកមានប្រជាពលរដ្ឋកាន់តែច្រើនមកជីកទំពាំងក្នុងតំបន់នេះលោកមេភូមិចង់បង្កើតជាសហគមន៍មូលដ្ឋានមួយដែលអាចថែរក្សាធនធានធម្មជាតិមានតម្លៃនិងដែលអាចចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋបានយូរអង្វែងនៅពេលទំនេរពីការងារប្រជាពលរដ្ឋកម្ពុជាមួយចំនួនបានឆ្លៀតពេលដើរគោះសត្វអង្ក្រងមកធ្វើជាម្ហូបប្រចាំថ្ងៃផងដែរសត្វអង្ក្រងអាចយកទៅធ្វើជាម្ហូបមួយបែបមានប្រយោជន៍អាចជួយសន្សំសំចៃថវិកាគ្រួសារកសិករយើងដែលមានជីវភាពពុំសូវធូរធារនៅភូមិរបស់អង្គកាញ់ក្នុងស្រុកគៀនស្វាយសុផលកំពុងរៀបចំសម្ភារៈដើម្បីគោះយកសម្បុកអង្ក្រងនៅលើដើមស្វាយរបស់គាត់បានដាក់អំបិលនិងទឹកចូលក្នុងធុងមួយអំបិលនិងទឹកលាយចូលគ្នានឹងធ្វើឲ្យសត្វអង្ក្រងស្លាប់យ៉ាងងាយស្រួលប្អូនស្រីរបស់សុផលបានប្រមូលសត្វអង្ក្រងដែលសុផលគួរបានយកទៅលីងធ្វើជាម្ហូបសម្រាប់អាហារថ្ងៃត្រង់គេអាចយកអង្ក្រងទៅធ្វើម្ហូបបានច្រើនមុខដូចជាឆាក្តៅសម្លម្ជូរសាច់គោឬក៏ញាំផ្សេងអង្ក្រងមានសារជាតិជូរអាចប្រើជំនួសទឹកខ្មេះបាននេះរងបាក់ដែរគាត់ថានេះយើងគោះទៅដល់គោះទៅវាក្រងធ្លាក់មកលើខ្លួនខំជាជូរលាស់ដែរដូចមិញហ្នឹងបាទថ្ងៃសិលយើងរកបានថ្ងៃសិលក្រងវាបានវាមានមេស្មើមានពងវាមានមេស្មើដល់ឲ្យយើងមកអត់ថ្ងៃសិលឲ្យទៅរកបានអាមេក្រហមជូអ្នករកអង្ក្រងបានឲ្យដឹងថារយៈពេល7ថ្ងៃមុនថ្ងៃសិលតាមប្រក្រតីតិនច័ន្ទគតិគឺជាពេលវេលាដែលសត្វអង្ក្រងចាប់ផ្ដើមបង្កើតពងដូចនេះពេលថ្ងៃសិលចូលមកដល់គេអាចរកបានពងអង្ក្រងយ៉ាងច្រើនចំពោះអ្នកនិយមបរិភោគអង្ក្រងពងអង្ក្រងមានឱជារសឈ្ងុយឆ្ងាញ់ដូចជាខ្ទិះដូងហើយឆ្ងាញ់ជាងមេអង្ក្រងនិងមេថ្មិលនៅលើទីផ្សារសត្វអង្ក្រង1គីឡូក្រាមមានតម្លៃពី 4,500 រៀលទៅ 6,000 រៀលខ្ញុំទិញអង្ក្រង1គីឡូ 5,000យកមកលក់បាន 5,500 ទៅជា 6,000 ប៉ុណ្ណឹងយកពីស្រុកតែងតែយឹងនៅតាមដងផ្លូវជាតិលេខ4ក្នុងខេត្តកំពង់ស្ពឺប្រហែលជា40គីឡូម៉ែត្រពីរាជធានីភ្នំពេញអាហារដ្ឋានមួយនេះមានរៀបចំមុខម្ហូបច្រើនមុខដែលផ្សំឡើងពីសត្វអង្ក្រងសប្តាហ៍ហ្នឹងខ្ញុំលក់ម្ហូបមានច្រាក់មាន 5-6 មុខមានឆ្លំជូរអង្ក្រងស្ងោរមាន់ទឹកគ្រឿងប្រហុកអាំងអង្ក្រងលីងឆាខ្ញីឆាអីចឹងហ៎បងតែសប្តាហ៍ហ្នឹងអង្ក្រងលក់ដាច់ជាងគេមានឆាមានស្លំជូរចឹងគេចូលចិត្តអ្នកភ្ញៀវពីពេញកំពង់សោមគេហូបហើយគេថែមដល់គេខ្ចប់ទៅទៀត
ឆ្ងាញ់ណាស់បងឆ្ងាញ់ឈ្ងុយហ្មងហ្នឹង ពីមុនមកពុកដៃហូបទៅចេះរៀនហូបតាមគាត់ទៅ ហើយឆ្ងាញ់ហ៎ ឆ្ងាញ់តើបងមានអីមានជាតិជូរអីចឹងដូចខ្លះបើតាមនៅតាមយើងឥឡូវគេច្រើនយកធ្វើម្ជូរធ្វើអីចឹងញោមស្វាយចឹងមិនគេប្រើជំនួសជាតិជូរហ្នឹងដូចយើងញោមអីចឹងយើងអត់សូវប្រើម្ជូរ7ទេណាយើងប្រើតែវាហ្នឹងណាហើយបើមិនចឹងអាទឹកវាហ្នឹងដូចថាយើងយកមកងាស់វាចឹងទៅដាក់ដបទុកយើងត្រូវកាយថាញោមភ្លីអីចឹងយើងចាក់ទឹកម្ជូរហ្នឹងទៅ គ្រាន់ហ្នឹងបើមនុស្សស្រីវិញសាសស្បូនសាអីទៀតណាបងជាហ្មងហើយដូចថាយើងចង់ទិញគ្រាន់យកត្រាំស្រាត្រាំអីប្រុសឈឺខ្នងឈឺចង្កេះត្រូវក្រោមជាច្រើនកំងឲ្យខ្ញុំយកឲ្យ 3-4 គីឡូអញ្ចឹងចង់យកស្លអំជូរទីកប៉ាទីអីក៏បានដែរក្រងហ្នឹងចាកំងធ្វើជាម្ហូបជាតាបងកូនខ្ចីកូនអីគេហៅតែក្រងឯងអ្នកពេញមកក៏គេដឹងដែរពេញអ្នកពងសំមកគេដឹងគេកេញតាបង ប្រជាជនកម្ពុជាមួយចំនួនមានជំនឿថាសត្វអង្ក្រងបានពង្រឹងសុខភាពរបស់គាត់យោងតាមនាយកដ្ឋានឱសថបុរាណនៃក្រសួងសុខាភិបាលនេះគ្រាន់តែជាជំនឿមួយប៉ុណ្ណោះនាយកដ្ឋានពុំអាចអះអាងបាននៅលើបញ្ហានេះនៅឡើយទេព្រោះនាយកដ្ឋានពុំទាន់បានធ្វើការស្រាវជ្រាវឲ្យបានដិតដល់អំពីជីវជាតិនានាដែលមាននៅក្នុងសរីរាង្គនៃសត្វអង្ក្រងនោះឡើយ បានទាំងអស់ពិសេសគឺកតាបកិច្ចការពារមាតុភូមិក្បាច់គុណដំបងបុរាណខ្មែរគឺជាវិជាគុណមួយដែលហាក់បីដូចជាគេបានបំភ្លេចចោលតែសប្តាហ៍ថ្ងៃនេះមានប្រជាពលរដ្ឋប្រមាណអ្នកដែលបានយល់ដឹងហើយវិជាគុណនេះមានប្រយោជន៍ចំពោះយើងទាំងអស់គ្នាដែរឬទេនៅពេលដែលយើងយកវិជាគុណដំបងបុរាណខ្មែរមកសិក្សាប្រជាពលរដ្ឋខ្មែរមួយចំនួនធំជាពិសេសអ្នកទីក្រុងភ្នំពេញ ពិតជាពុំយល់ថាគេចង់និយាយអំពីអ្វីនោះទេគួបផ្សំនឹងភាពជឿនលឿននៃអរិយធម៌សម័យថ្មីផងនោះនិងការខ្វះខាតមធ្យោបាយស្រាវជ្រាវស្វែងយល់ផងបានធ្វើឲ្យទំនៀមទម្លាប់ប្រពៃណីយុទ្ធគុណខ្មែរសម័យបុរាណបានបាត់បង់មួយភាគធំនៅតាមជនបទវិញអ្នកស្រុកបានខិតខំខ្នះខ្នែងយ៉ាងខ្លាំងដើម្បីរក្សាប្រពៃណីទំនៀមទម្លាប់បែបនេះ ទីនេះគឺភ្នំឧដុង្គស្រុកពញាលឺដែលមានចម្ងាយប្រមាណ 40 គីឡូម៉ែត្រពីរាជធានីភ្នំពេញភូមិនេះឈ្មោះពោធិរ៉ាល់ឃុំភ្នំបាទលោកតាឌុកឌៀងគឺជាប្រតិកម្មម្នាក់ក្នុងចំណោមពិធីចារទាំងឡាយដែលបានចេះស្ទាត់ផ្នែកវិជាគុណដំបងបុរាណខ្មែរសពថ្ងៃគាត់កំពុងបង្ហាត់វិជានេះដល់អ្នកស្រុកដែលជាកូនចៅចំនួនក្រោយ ក្នុងវ័យចំណាស់ 67 ឆ្នាំទៅហើយនោះលោកតាគឺជាគ្រូដ៏ចំណាំម្នាក់ដែលបានលះបង់កម្លាំងចិត្តកម្លាំងកាយដើម្បីផ្ដល់ចំណេះដឹងដល់អ្នកភូមិ ចេះពីគ្រូសៀកពីគ្រូឈ្មោះថាគ្រូអង្គខ្លាក៏មិនខ្លាចគ្រូក៏មិនខ្លាចតែតម្រេចធំពីគាត់អាចញើដែរណាហើយ ក្បាច់នេះជាក្បាច់អង្គរការពារអង្គរធំអង្គរតូចនឹងក្បាច់របស់ខ្ញុំនេះណាហ្នឹងហើយមិនក្បាច់ប្រសាក់មិនក្បាច់សម័យស៊ីដូ3ដានអីទេ ការវឹកហាត់ត្រូវបានធ្វើឡើងជាប្រចាំនៅក្នុងទីលានតូចមួយខាងក្រៅផ្ទះរបស់គាត់អ្នកស្រុកជាច្រើនតែងតែមកជួបជុំគ្នានៅទីនេះដើម្បីខិតខំកែបញ្ជក់យកចំណេះដឹងពីលោកគ្រូស្ទើរតែរៀងរាល់ថ្ងៃប្រសិនបើមិនទំនេរពេលថ្ងៃការរៀនត្រូវធ្វើឡើងនៅពេលយប់ដោយពន្លឺភ្លើងចន្លុះជាមធ្យមការវឹកហាត់មានរយៈពេលពី 2 ទៅ 3 ម៉ោងចំពោះលោកតាវិញគឺគាត់ចង់ឲ្យអ្នកទាំងអស់គ្នាយកចិត្តទុកដាក់នៅវិជ្ជាគុណនេះព្រោះវារលាយបាត់បង់ស្ទើរតែគ្មានសល់ទៅហើយមូលហេតុដែលខ្ញុំបរៀនកូនខ្ញុំក៏បរៀនច្រើនគេក៏បរៀនច្រើនដើម្បីចេះខ្លាចបាត់បង់នឹងគេដំដែលពីដូនពីតាហើយខ្លាចគេមើងងាយនឹងរបស់ទ្រព្យយើងនៅផ្ទះគេមកយកដោយងាយអត់ឲ្យទេ ម
ការរស់នៅតាមជនបទពិតជាមិនងាយស្រួលប៉ុន្មានទេអ្នកស្រុកត្រូវការធ្វើការច្រើនដើម្បីចិញ្ចឹមគ្រួសារហើយមួយថ្ងៃស្គាល់តែភាពនឿយហត់ទោះបីយ៉ាងនេះក៏ដោយភូមិដែលមានវិជាគុណបែបនេះវាជាមោទនភាពមួយចំពោះពួកគាត់ដែរពួកគាត់យល់ថាមានតែកូនចៅចំនួនក្រោយទេដែលមានការតាប់កិច្ចក្នុងការថែរក្សាកេរមរតកដែលបុព្វបុរសបានសល់ទុកឲ្យបានជាខ្ញុំរៀនក្បាច់គុណនេះព្រោះខ្ញុំបានឃើញជាតាខ្ញុំព្រោះខ្ញុំកើតតន់ជាតាខ្ញុំហើយឃើញតាខ្ញុំនឹងបញ្ចេញក្បាច់គុណជាមួយខ្លានឹងអាចសម្លាប់ខ្លាបានដូច្នេះបានជាខ្ញុំសុំពុកខ្ញុំនឹងរៀនបន្តមិនគាត់បង្ហាត់ទេតើខ្ញុំសុំបានគាត់រៀនបន្តស្នងជាដង្កូលគាត់ការលំបាកនោះវាចេះតែមានហើយក៏ប៉ុន្តែការទ្រាំថាបើសិនជាមិនទ្រាំទេក៏ថាក្បាច់គុណនេះគឺថាវាត្រូវតែសាបសូន្យលហើយទ្រាំដើម្បីថាឲ្យចេះចាំទៅបើសិនជាអត់ពីគ្រូធំទៅគឺថាបានរូបខ្ញុំនឹងផ្ទាល់ថាបានស្នងអំពីរូបគាត់មកអាចបានបង្រៀនបានតទៅមុខទៀតប្រជាពលរដ្ឋភាគច្រើនក្នុងភូមិបានចេះវិជាគុណដំបងហើយនៅទីនេះគុណដំបងបានក្លាយជាវិញ្ញាសាកីឡារបស់អ្នកស្រុកផងដែរមិនថាឡើយចំពោះមនុស្សចាស់ទេសូម្បីតែក្មេងៗក៏បានចាប់ផ្ដើមស្គាល់វិជានេះដែរហើយពួកគេតែងតែយកចិត្តទុកដាក់និងធ្វើការហ្វឹកហាត់ជាប្រចាំនៅវាលស្រែជាពិសេសពេលគឺគូខេត្តរតនគិរីស្ថិតនៅចម្ងាយ636គីឡូម៉ែត្រនៅភាគឦសាននៃរាជធានីភ្នំពេញខេត្តនេះស្ថិតនៅលើខ្ពង់រាបនៃព្រះរាជាណាចក្រកម្ពុជាសប្តាហ៍ថ្ងៃមានប្រជាជនរស់នៅជាង 94,000 នាក់ទីនេះមានជនជាតិភាគតិចចំនួន8កុលសម្ព័ន្ធរស់នៅយ៉ាងច្រើនកកដោយមានអត្រាជាង 75% នៃប្រជាជនរបស់ខេត្តជនជាតិភាគតិចទាំងនោះមានអំបូរខុសៗគ្នាដូចជាជនជាតិភាគតិចទំពួន 24% ចារាយ 19% គ្រឹង 18% រីឯ5ទៀតគឺជាចំនួនដែលនៅសេសសល់ 36% ពួកគេមានជីវិតរស់នៅបានដោយធនធានធម្មជាតិក្រោមរូបភាពការធ្វើកសិកម្មពនេចរការបរបាញ់សត្វនិងការធ្វើស្រូវដោយបុកដៃនិងបូតដោយដៃប្រជាជននៅខេត្តរតនគិរីរស់នៅភូមិដាច់ឆ្ងាយពីគ្នាបើគិតជាតួលេខគឺ1គីឡូម៉ែត្រក្រឡាមានមនុស្ស8នាក់ភ្នំឥសីបត្តមៈដែលជាភ្នំមួយខ្ពស់សម្រាប់ដែលភ្ញៀវទេសចរមកចូលខេត្តរតនគិរីហ្នឹងគឺថាគេមកសុំមុននឹងដើរលេងនៅខេត្តរតនគិរីគេត្រូវឡើងទៅដិតទៀនធូបថ្វាយបង្គំព្រះដើម្បីសុំសេចក្តីសុខនៅរបស់ខេត្តរតនគិរីមធ្យោបាយធ្វើដំណើរពីរាជធានីភ្នំពេញទៅកាន់ខេត្តរតនគិរីដែលងាយបំផុតគឺតាមយន្តហោះដែលមានរៀងរាល់ថ្ងៃរីឯផ្លូវគោកមានស្ថានភាពពុំសូវប្រសើរឡើយហើយពិបាកទៀតផងពិសេសនៅរដូវវស្សារមណីយដ្ឋានបឹងយ៉ាក់ឡោមស្ថិតនៅចម្ងាយ5គីឡូម៉ែត្រពីទីរួមខេត្តបឹងនេះជាមាត់ភ្នំភ្លើងដែលមានជម្រៅប្រមាណ50ម៉ែត្រព្រមទាំងវិជ្ឈមាត្រប្រមាណ800ម៉ែត្រទីនេះមានអាយុ 4000 ឆ្នាំហើយ ខ្ញុំមកនេះមានគេប្រាប់ថាឲ្យយកមគ្គុទ្ទេកម្នាក់ដើម្បីនាំទៅមើលជីវភាពរស់នៅរបស់កុលសម្ព័ន្ធនិងភូមិរបស់ពួកគេខ្ញុំបានឃើញថាប្រជាជននៅទីនេះមានភាពខុសប្លែកគ្នាច្រើនពីប្រជាជននៅភូមិភាគកណ្ដាលខុសគ្នាច្រើនមែនទែនទឹកជ្រោះកាចាញស្ថិតនៅប្រមាណ9គីឡូម៉ែត្រពីទីរួមខេត្តបានលុងហើយទីនេះក៏ទាក់ទាញភ្ញៀវបានយ៉ាងច្រើនកុះករដែរខ្ញុំមានការរំភើបណាស់មិននឹងស្មានថាទីក្រុងនេះខេត្តនេះគឺមានកន្លែងទេសចរដ៏ល្អដូចជានៅបឹងយ៉ាក់ឡោមដែលខ្ញុំបានទៅឃើញហើយលើកនេះគឺថានៅកាចាយនេះគឺខ្ញុំបានមកលើកទី1របស់ខ្ញុំហើយមិននឹកស្មានថាមានបែបនេះសោះចំណុចល្អរបស់យើងគឺថាអ្វីៗគឺជាធម្មជាតិទាំងអស់តែយើងមកកន្លែងនេះគឺថា
ធម្មជាតិទាំងអស់គ្មានការរបៀបសពនិមិត្តដូចទៅស្រុកគេទេបាទប្រជាជនខ្មែរតែងតែនិយាយពីមាត់មួយទៅមាត់មួយថាទឹកជ្រោះជាច្រើននៅខេត្តរតនគិរីអាចបង្កឲ្យមានជំងឺគ្រុនចាញ់បាទជាទូទៅដូចជាថ្ងៃសម្រាកឬថ្ងៃបុណ្យទានអីប្រជាជនយើងតែងតែនាំគ្នាមកលេងនៅគ្រប់រមណីយដ្ឋានឧទាហរណ៍ដូចជាចាញ់នេះជាដើមនៅជិតខេត្តបាទខ្ញុំមកនៅស្រុកនេះយូរដែរហើយអ្នកមីងរយៈពេល10ឆ្នាំហើយឧទាហរណ៍ដូចនៅជ្រោះកាចាញ់នេះខ្ញុំអត់ទាន់ដែលជួបប្រទះនៅជំងឺគ្រុនចាញ់អ្វីទេបាទខេត្តរតនគិរីសម្បូរដោយព្រៃឈើធំធំរីឯធនធានក្រោមដីមានរ៉ែធម្មជាតិដូចជាមាសស្ពាន់ត្បូងមានតម្លៃជាច្រើនប្រភេទឡាសម្បត្តិធម្មជាតិអស់នេះបានធ្វើឲ្យអាជីវករធំៗមានការចាប់អារម្មណ៍យ៉ាងខ្លាំងតាមការសង្កេតរបស់ខ្ញុំឃើញថាយ៉ាងតិចក៏2យប់3ថ្ងៃដែរនៅក្នុងនោះមាន3ប្រភេទហ្នឹងទី1គឺថាគេមកជាកម្មសិក្សាទី2ទៀតគឺថាគេមកកម្មសិក្សាហើយនឹង business ហើយនឹងការស្រាវជ្រាវនឹងវប្បធម៌របស់បងប្អូនជនជាតិដែលនៅសេសសល់ដែលពិភពលោកសឹងតែរលំរលាយទៅអស់ហើយតែនៅខេត្តរតនគិរីយើងខ្ញុំមាន8ជនជាតិហើយដែលគេខំរក្សាទុកប្រពៃណីរបស់គេដូច្នេះបរទេសគេចូលចិត្តមកស្រាវជ្រាវខ្លះទៅដេកនៅតាមភូមិចំនួន2យប់3យប់ដើម្បីស្រាវជ្រាវនិងសិក្សាអំពីលក្ខណៈលក្ខណៈវប្បធម៌របស់ជនជាតិដែលខំរក្សាទុកហើយជាធម្មតារបស់ស្ត្រីគឺចូលចិត្តគ្រឿងលម្អត្បូងធម្មជាតិត្បូងនៅខេត្តរតនគិរីមានច្រើនប្រភេទសម្រាប់បំពេញប្រាថ្នាអ្នកទិញមានពណ៌ខៀវខ្ចីស្វាយលឿងបៃតងខ្ចីនិងនិលដើម្បីអភិវឌ្ឍវិស័យទេសចរភាពសម្បូរបែបតែធនធានធម្មជាតិមួយមុខមិនទាន់គ្រប់គ្រាន់ទេគឺត្រូវមានការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធទៀតផងនៅសប្តាហ៍ថ្ងៃនេះណាការស្នាក់នៅរបស់ភ្ញៀវគឺថាយើងខ្ញុំបានត្រៀមផ្ទះសំណាក់ហ្នឹងបើគិតជាកៅអីជាក្រែហ្នឹងគឺថាប្រហែលជាបាន120បន្ទប់ហើយនឹងសប្តាហ៍ថ្ងៃនេះគឺថាភ្ញៀវគេកំពុងតែអតិថិជនគេកំពុងតែសាងសង់ផ្ទះសំណាក់និងផ្ទះភ្ញៀវបន្តដូចជាលោកស្រីឃើញនៅផ្ទះនោះគឺនឹងកំពុងតែសាងសង់នោះគឺថាដើម្បីត្រៀមទទួលភ្ញៀវក្នុងគម្រោង500ក្រែ500បន្ទប់ពីថ្ងៃនេះតទៅក្នុងឆ្នាំពីចុង2002ប្រហែលជាយើងខ្ញុំបានក្រោម500បន្ទប់បើសិនជាអស់លោកអ្នកនាងកញ្ញាចង់អញ្ជើញទៅទស្សនាខេត្តរតនគិរីធាតុអាកាសដែលល្អនិងស្រស់បំព្រមគឺចាប់ពីខែតុលាតទៅធម្មជាតិពិតៗគឺជាការបងប្រាថ្នារបស់អ្នកស្នេហាធម្មជាតិនិងអ្នកផ្សងព្រេងទាំងឡាយដីក្រហមនៅមានសេសសល់ទំនេររាប់រយពាន់អេកតានេះជាសក្តានុពលរបស់ខេត្តរតនគិរីនៅពេលអនាគតអតិភិបបច្ចុប្បន្នរបស់រាជរដ្ឋាភិបាលជំហានដំបូងមុនអ្វីៗទាំងអស់នោះគឺការអភិវឌ្ឍវិស័យសិក្សាធិការកំពុងបានដំណើរការបានជាជំហាន